เนี่ยគ្នាធ្លាប់ស្ដាប់ប្រវត្តិដ៏ជូរចត់របស់ប្រទេសកម្ពុជាយើងពាក់ព័ន្ធជាមួយនឹងរឿងបន្តាអត់សម្រាប់ខ្ញុំគឺខ្ញុំស្ដាប់ពីលោកយាយខ្ញុំតាំងពីក្មេងនិយាយទៅតាំងពីហ្នឹងមកខ្ញុំមានអារម្មណ៍អត់ល្អជាមួយបន្តាខ្លាំងមែនតើហើយខ្ញុំគិតថាជីវិតខ្ញុំនឹងអត់ពាក់បន្តាជាដាច់ខាតប៉ុន្តែឆ្នាំមុនអ្នកគ្នាខ្ញុំបានឈឺភ្នែករបស់ខ្ញុំវាឡើងទៅសៃក្រហមហើយអាកន្លែងសយើងហ្នឹងវាមានរៀងចង់លឿងនិយាយទៅល្ងាចឡើងគឺហូរទឹកភ្នែកខ្លាក់ហ្មងដោយសារតែខ្ញុំធ្វើការនៅលើ screen កុំព្យូទ័រច្រើនណាចឹងខ្ញុំក៏សម្រេចចិត្តថាចាប់ដើមពាក់បន្តាភ្នែកខ្ញុំមានមញោបអីទេអ្នកគ្នាបន្តាដែលខ្ញុំពាក់ហ្នឹងគឺការគ្រាន់តែការពារពលឺពណ៌ខៀវធម្មតាទេតែចាប់ពីពាក់បន្តាមកខ្ញុំចាប់អារម្មណ៍ថាវាឡើងសូវឈឺល្ងាចឡើងវាមានហូរទឹកភ្នែកអីក៏ខ្លាក់ទៀតចឹងណាចឹងសម្រាប់បងអូនដែលមានអាការៈដូចខ្ញុំរបៀបពេលសម្លឹង screen ទៅវាចង់ស្រក់ទឹកភ្នែកវាកាហាយហើយវារបៀបវាហៀទឹកភ្នែកមកហ្មងណាឬក៏បងប្អូនដែលអត់ទាន់ឈឺភ្នែកទេប៉ុន្តែធ្វើការនៅលើ screen ច្រើនគឺអាចរកបន្តាការពារពលឺពណ៌ខៀវពាក់និយាយទៅបើសិនជាមានលទ្ធភាពខ្ញុំ recommend ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទៅហាងមែនតើដើម្បីគេជួយមើលជូនជួនកាលអាចវាស់ភ្នែកជូនយើងអីទៀតចឹងណាតែបើសិនជាបងប្អូនចង់សាកបន្តាដូចខ្ញុំពាក់នេះគឺតម្លៃតាម$8ទេហើយនិយាយទៅខ្ញុំមិនមែននិយាយថាឈឺភ្នែកដើម្បីប្រមូលលក់បន្តាណាគឺអត់ទេដោយសារតែខ្ញុំប្រើបន្តាមកជិត1ឆ្នាំហើយអញ្ចឹងខ្ញុំឃើញភ្នែកខ្ញុំវាឡើងសូវឈឺដូចមុនអញ្ចឹងគ្រាន់តែឃើញយកបន្តាមកលក់ទៅហើយខ្ញុំមានទទួលកំងអវ៉ាន់មកពីចិននិងដូរលុយចិនដាក់ Alipay WeChat ហ្នឹងអញ្ចឹងសម្រាប់បងប្អូនមានចំណាប់អារម្មណ៍អាចចូលមើលវីដេអូរបៀបបង្កើតគណនីនិងរបៀបដាក់ទិញនៅក្នុង account TikTok របស់ខ្ញុំបានណាអរគុណបាយបាយ